ព្រះគម្ពីរម៉ាថាយជំពូក6 1ចូលប្រយ័ត្នកុំឲ្យអ្នករាល់គ្នាធ្វើទាននៅមុខមនុស្សឲ្យតែគេឃើញឡាយបើធ្វើដូច្នោះនោះអ្នករាល់គ្នាគ្មានរង្វាន់នៅនឹងព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅស្ថានសួគ៌ទេ2ដូច្នេះកាលណាអ្នកធ្វើទាននោះកុំឲ្យភ្លុំត្រែនៅមុខអ្នកដោយពួកមានពតដែលប្រព្រឹត្តនៅក្នុងសាលាប្រជុំហើយតាមផ្លូវដើម្បីឲ្យបានមនុស្សលោកសរសើរឃ្រឿងនោះឡើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់គេហើយ3ប៉ុន្តែកាលណាអ្នកធ្វើទាននោះកុំឲ្យដៃឆ្វេងដង្កាដែលដៃស្ដាំធ្វើឡើយ4ដើម្បីឲ្យអំពើទានរបស់អ្នកបានស្ងាត់កំបាំងនោះព្រះវរបិតានៃអ្នកដែលទ្រង់ទាត់ធឿនក្នុងទីសម្ងាត់ទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចាក់ច្បារព្រះបន្ទូលអំពីការអធិដ្ឋាន5កាលណាអ្នកអធិដ្ឋានកុំឲ្យធ្វើដូចមនុស្សមានពតដែលចូលចាត់អធិដ្ឋាននៅក្នុងសាលាប្រជុំហើយនៅជ្រុងផ្លូវឲ្យមនុស្សលោកឃើញនោះឡើយខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់របស់គេហើយ6តែឯអ្នកកាលណាអធិដ្ឋាននោះត្រូវឲ្យចូលទៅក្នុងបន្ទប់ហើយបិទទ្វាររួចអធិដ្ឋានដល់ព្រះវរបិតានៃអ្នកដែលទ្រង់គង់នៅទីលាក់កំបាំងចោនោះព្រះវរបិតានៃអ្នកដែលតត់ខឿងក្នុងទីលាក់កំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចាក់ច្បារ7ហើយកាលណាអធិដ្ឋាននោះកុំឲ្យប៉ោលពាក្យឥតប្រយោជន៍ផ្ទួនដោយពួកសាសដតីឡើយត្បិតគេស្មានថាព្រះទ្រង់នឹងស្ដាប់គេដោយគេប៉ោលពាក្យជាច្រើន8ដូច្នេះកុំឲ្យអ្នករាល់គ្នាធ្វើដូចគេឡើយត្បិតព្រះវរបិតានៃអ្នកទ្រង់ជ្រាបនៅរបស់អ្វីដែលអ្នកត្រូវការមុនដែលអ្នកសូមផង9ដូច្នេះចូលអធិដ្ឋានបែបយ៉ាងនេះវិញថាអរព្រះវរបិតានៃយើងខ្ញុំដែលគង់នៅស្ថានសួគ៌អើយសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ10សូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះហឫទ័យទ្រង់បានសម្រេចនៅផែនដីដូចនៅស្ថានសួគ៌ដែរ11សូមប្រទានអាហារដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ12សូមអត់ទោសសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ13សូមកំណំយើងខ្ញុំទៅកាន់សេចក្តីលបួងឡើយតែសូមប្រោសឲ្យយើងខ្ញុំរួចពីសេចក្តីអាក្រក់វិញត្បិតរាជព្រះចេស្តានិងសិរិល្អជារបស់ផងទ្រង់នៅអស់កាលជានិច្ចអាមែន14ត្បិតបាអ្នករាល់គ្នាអត់ទោសចំពោះការរំលងច្បាប់ដែលមនុស្សលោកប្រព្រឹត្តធ្វើនោះព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ទ្រង់នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរ15តែបើអ្នករាល់គ្នាមិនអត់ទោសចំពោះការរំលងច្បាប់ឲ្យគេទេនោះព្រះវរបិតានៃអ្នកទ្រង់ក៏មិនអត់ទោសចំពោះការរំលងច្បាប់ដែលអ្នករាល់គ្នាប្រព្រឹត្តធ្វើដែរការតំអាហារ15កាលណាអ្នករាល់គ្នាតំអាហារនោះកុំឲ្យធ្វើទឹកមុខក្រៀមដូចជាមនុស្សមានពុតឡើយត្បិតគេខ្លាញ់ទឹកមុខស្រងូតឲ្យមនុស្សលោកឃើញថាគេតំខ្ញុំប្រាប់អ្នករាល់គ្នាជាប្រកាសថាគេបានរង្វាន់គេហើយ15តែអ្នកកាលណាតំនោះចូលឲ្យលាបគ្រឿងក្រអូបនៅលើក្បាលហើយលបមុខចេញ18ដើម្បីកុំឲ្យមនុស្សលោកឃើញថាអ្នកតំឡើយគឺឲ្យព្រះវរបិតានៃអ្នកដែលគង់នៅទីលាក់កំបាំងបានឃើញវិញនោះព្រះវរបិតានៃអ្នកដែលទ្រង់តតឃើញនៅទីលាក់កំបាំងទ្រង់នឹងប្រទានរង្វាន់ដល់អ្នកនៅទីប្រចាក់ច្បារ20កុំឲ្យប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅផែនដីជាកន្លែងដែលមានកន្លាតនិងច្រេះស៊ីបំផ្លាញហើយចោលទម្លាស់ប្លន់នោះឡើយ21ត្រូវប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌វិញដែលជាកន្លែងគ្មានកន្លាតឬច្រេះស៊ីបំផ្លាញឡើយក៏គ្មានចោលទម្លាស់ឬប្លន់ផង22ពីព្រោះសម្បត្តិទ្រព្យរបស់អ្នកស្ថិតនៅកន្លែងណានោះចិត្តអ្នកក៏នឹងនៅកន្លែងនោះដែរពាក្យប្រស្នាអំពីចង្គៀង23ឯចង្គៀងរបស់រូបកាយគឺជាភ្នែកដូច្នេះបើភ្នែកអ្នកល្អនោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺ24តែបើភ្នែកអ្នកអាក្រក់វិញនោះរូបកាយអ្នកទាំងមូលនឹងត្រូវងងឹតសូន្យយ៉ាងណោះបើពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតហើយចុះសេចក្តីងងឹតនោះនឹងបានជាខ្លាំងអំបិលម៉ានទៅណោះត្រូវពឹងផ្អែកលើព្រះជាម្ចាស់25គ្មានអ្នកណាអាចនឹងបម្រើចៅហ្វាយពីអ្នកបានទេត្បិតអ្នកនោះ
នឹងស្អប់មួយហើយស្រឡាញ់មួយឬស្មោះត្រង់នឹងមួយហើយមើលងាយមួយញាក់រាល់គ្នាពុំអាចនឹងគោរពដល់ព្រះនិងទ្រព្យសម្បត្តិផងបានទេ26ដោយហេតុនេះបានជាខ្ញុំប្រាប់ញាក់រាល់គ្នាថាកុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វីឬនឹងរូបកាយដែលនឹងស្លៀកពាក់អ្វីនោះឡើយឯជីវិតតើមិនវិសេសជាងចំណីអាហារហើយរូបកាយតើមិនវិសេសជាងសម្លៀកបំពាក់ទេឬអី27ចូលពិចារណាពីសត្វស្លាបនៅលើអាកាសវាមិនសាប